តារាកំ pl ែងនីកុយចេញច្រៀងកាត់សក់ជាមួយអ្នកនាងខាសុខីមក្រោយបាញ់គីមីជាថ្មីតារាកំ pl ែងនីកុយបញ្ចេញច្រៀងកាត់សក់ជាលើកដំបូងជាមួយអ្នកនាងខាសុខីមបន្ទាប់ពីបានបាញ់គីមីជាច្រើនលើកនៅក្រៅប្រទេសតារាកំ pl ែងនីកុយបញ្ចេញទៅបាញ់គីមីនៅក្រៅប្រទេសជាច្រើនលើកមកហើយពេលនេះស្ថានភាពជំងឺរបស់លោកក៏បានល្អប្រសើរឡើងវិញដែរជាស្ដែងនៅថ្ងៃទី28ខែឧសភាឆ្នាំ2025នេះលោកបានធ្វើដំណើរទៅកាត់សក់ជាមួយតារាចម្រៀងអ្នកនាងខាសុខីមនៅស្គុនទីផុងមើលទៅទឹកមុខនិងស្ថានភាពរបស់តារាកំ pl ែងនីកុយនៅក្នុងពេលនេះគឺពិតជាល្អប្រសើរច្រើនលោកមានទឹកមុខស្រស់ថ្លានិងមានកម្លាំងកំហែងឡើងវិញហើយលោកថែមទាំងបានបង្ហាញនៅអារម្មណ៍រីករាយថាលោកបានធូរច្រើនហើយនឹងអាចបំពេញការងារមួយចំនួនបានចំណែកអ្នកនាងខាសុខីមវិញបានបង្ហាញនៅអារម្មណ៍រីករាយចំពោះការវិលត្រឡប់របស់តារាកំ pl ែងនីកុយថាអ្នកនាងពិតជាសប្បាយចិត្តណាស់ដែលតារាកំ pl ែងនីកុយមានសុខភាពល្អប្រសើរនិងអាចវិលត្រឡប់មកធ្វើបានដូចដើមថ្មីត្បិតតែវិលត្រឡប់មកកាន់ក្បាលមីក្រូនិងសម្ដែងឡើងវិញក្តីតារាកំ pl ែងនីកុយនៅតែត្រូវមើលថែសុខភាពយ៉ាងយកចិត្តទុកដាក់ទាំងការញ៉ាំហាត់ប្រាណនិងបំពេញការងារផ្សេងៗធ្វើយ៉ាងណាកុំឲ្យហួសកម្លាំងខ្លាចប៉ះពាល់ដល់សុខភាពរបស់ខ្លួនចំណែកកូនរបស់តារាកំ pl ែងនីកុយវិញមិនចង់ឲ្យឪពុកខ្លួនទទួលការងារនោះទេដោយសារខ្លាចប៉ះពាល់សុខភាពតែទោះជាយ៉ាងណាតារាកំ pl ែងនីកុយនៅតែទទួលធ្វើការងារច្រើនជាងសម្រាប់នៅផ្ទះ